สะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะพุทธรัตนังธรรมรัตนังสังฆรัตนังអ្នកមានមេខ្ញុំប្រកាសណាសូមលើកកំងអញ្ជលីនមស្ការក្រាបសំពះឧទ្ទិសដៅចំពោះគុណនៃព្រះរតនត្រ័យមានព្រះពុទ្ធរតនៈព្រះធម្មរតនៈព្រះសង្ឃរតនៈដែលជារតនៈដ៏ដងឧត្តមប្រសើរខ្ពង់ខ្ពស់និងជ្រះថ្លាសូមនមស្ការថ្វាយបង្គំចំពោះសម្ដេចព្រះសង្ឃរាជសម្ដេចព្រះសង្ឃនាយកសម្ដេចសង្ឃនាយករឿងព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រមសូមនមស្ការថ្វាយបង្គំចំពោះព្រះបញ្ញាសង្វរទូភូងព្រះបៃតាសង្ឃនិវត្តនួនមនីរាមហៅវត្តឋាននិងជាព្រះអនុគុណខណ្ឌចំការមើលរាជធានីភ្នំពេញព្រមទាំងប្រគ្រូសូត្រស្ដាំឆ្វេងនិវត្តនួនមនីរាមហៅវត្តឋាននេះដោយសេចក្តីគោរពជ្រះថ្លានមស្ការថ្វាយបង្គំចំពោះព្រះធម្មវិបស្សនាមនសាយព្រះរាជាគណៈថ្នាក់ចាត់ថ្វានិងជាព្រះអគ្គនាយកស្ថានីយវិទ្យុសំឡេងព្រះធម៌ SM 102.70 វិទ្យុព្រះពុទ្ធសាសនាទូទាំងប្រទេសដោយសេចក្តីគោរពគិរវៈសូមនមស្ការថ្វាយបង្គំប្រកាសណាប្រសង់លោកអ្នកដែលមានអាយុគ្រប់ព្រះអង្គចម្រើនពរដល់ញោមញាតិសាធុសពប្រុសស្រីលោកយាយលោកតាបាសកបាសិកាសីលវ័នសីលវតីទាំងអស់ដែលបានកំពុងតែបើកស្ដាប់ព្រះធម៌តាមរលឹកធាតុអាកាសវិទ្យុណា SM 102.70 នេះក៏ឮដល់ណាក៏ចម្រើនពរទៅដល់ទីនោះដោយសេចក្តីស្រឡាញ់រាប់អាននៅក្នុងព្រះធម៌គណៈពីខ្ញុំបកណាអាត្មានឹងដោយសេចក្តីស្រឡាញ់សេចក្តីរាប់អានក្នុងវេលានៅថ្ងៃច័ន្ទថ្ងៃច័ន្ទចូលដល់ខែ9ហ្នឹងខែកញ្ញាថ្ងៃច័ន្ទ9កើតខែផុតបុត្រឆ្នាំម្សាញ់សប្បុរសពុទ្ធសករាជ2569ត្រូវនៅថ្ងៃទី1ណាដើមខែកញ្ញាឆ្នាំ2025ប្រម៉ោង7:08ណាជាប្រកដីគឺសំឡេងព្រះធម៌ផ្សាយបន្តផ្ទាល់និងចាក់ផ្សាយនឹងសំឡេងលោកគ្រូព្រះធម្មវិបស្សនាបណ្ឌិតមនសាយព្រះអគ្គនាយកតែថ្ងៃនេះបងគ្រូមិនបាននិមន្តចូលទេដោយជាប់កិច្ចមកដល់កន្លែងក៏រមើលប្រកាយអញ្ចឹងខ្ញុំបកណាអាត្មាក៏សូមឱកាសនិងការអនុញ្ញាតពីលោកគ្រូមកចូលផ្សាយនៅម៉ោង7:08រាត្រីយប់នេះផងចម្រើនពរញោមញាតិពុទ្ធបរិស័ទដែលកំពុងទៅមើលការ live ក៏ដូចជាកំពុងតែស្ដាប់នឹងឯសំឡេងពធัวដែលខ្ញុំប្រកាសអាត្មាហ្នឹងគឺណាលឺបាត់ដូចផ្នែកបន្ទូលអញ្ចឹងណាញោមដូចផ្នែកបន្ទូលនឹងពុទ្ធព្រះអង្គសម្ដែងពីបុគ្គល4ពួកញាតិញោមហ្នឹងហើយលោកប្រៀបធៀបដូចនឹងមេឃទេញាតិញោមហ្នឹងហើយនៅក្នុងហ្នឹងលោកសម្ដែងអានឹងប្រៀបធៀបនឹងបុគ្គល4ពួកហ្នឹងដែលខ្ញុំណាត់អាភិបលើកឡើងថាដូចផ្នែកបន្ទូលមិញហ្នឹងណាបុគ្គលទី1លោកប្រៀបធៀបថាដូច
ជាមេឃដែលមានផ្គរមានផ្គរតែអត់ភ្លៀងទេខ្ញុំបុគ្គលទី1ហ្នឹងហើយបុគ្គលទី2ប្រៀបបានដូចជាមេឃដែលផ្គរហើយភ្លៀងហើយបុគ្គលទី3ប្រៀបបានដូចជាភ្លៀងអត់ផ្គរខ្ញុំភ្លៀងមកតែអត់មានផ្គរលាន់ភ្នែកបន្ទោលទេហើយបុគ្គលទី4បុគ្គលទី4ហ្នឹងគឺថាមានទាំងផ្គរមានទាំងផ្គរលាន់ផងភ្នែកបន្ទោលផងមានទាំងភ្លៀងផងហ្នឹងលោកប្រៀបធៀបចឹងលោកប្រៀបធៀបទៅបុគ្គលក្នុងលោកហ្នឹងហ្នឹងថាទី1ប្រៀបបានដូចជាភ្នែកបន្ទោលតែអត់ភ្លៀងទេញាតិញោមអត់ភ្លៀងទេលោកប្រៀបធៀបបុគ្គលក្នុងលោកនេះបុគ្គលខ្លះបានថាបានស្ដីនិយាយតែការប្រព្រឹត្តប្រណិប័តនឹងអត់មានទេអញ្ចឹងណាញោមការប្រព្រឹត្តប្រណិប័តឬក៏ថាហៅថាបានទៅសម្ដីដូចសម្ដីសម្ដីអត់ន័យដូចសម្ដីស្រូវញាតិញោមហ្នឹងហើយពេលខ្លះហ្នឹងបានថាសម្ដីនិយាយនឹងល្អណាស់អត់ខ្ចោះណាស់តែការប្រព្រឹត្តប្រណិប័តក្នុងក្លឹមខ្លួនឯងនឹងអត់មានទេហ្នឹងហើយមានទេញាតិញោមមានណាញាតិញោមអ្នកខ្លះហ្នឹងមនុស្សប្រកែនិយាយណាញាតិញោមតែការប្រព្រឹត្តប្រណិប័តនឹងសរោអញ្ចឹងហើយបានញាតិញោមពុទ្ធបរិស័ទខ្លះចាញ់បោកនឹងពាក្យសម្ដីហ្នឹងចាញ់បោកនឹងពាក្យសម្ដីនិយាយសន្យាចេះទៅតែអត់បានអីទេណាចឹងបានលើកឡើងពីរឿងគូពិចារណារឿងពាក្យសម្ដីហ្នឹងលើកឡើងចង់និយាយលើកឡើងពីពាក្យសម្ដីដែលមនុស្សយើងណាពីរឿងបាត់ពិចារណាដូចជាសត្វពីងពីងហើយនិងសត្វរុយអញ្ចឹងណាញាតិញោមសត្វពីងពីងហើយសត្វរុយហើយនឹងសត្វរុយហ្នឹងគេហៅវិលចុះវិលឡើងអញ្ចឹងទៅនឹងហើយពីងពីងហ្នឹងក៏គេធ្វើសំណាញ់នឹងហើយគេពីងពីងនឹងគីឡូមបងរុយហ្នឹងហើយអូឃើញស្លាបនឹងមានពណ៌ទីតីគូជាទីកយគុណណាស្អាតណានឹងស្លាបហើយមានភ្នែកមានច្រមុះមានដៃនឹងស្អាតមែនតើពីគេទៅសើគេនេះចឹងណានឹងហើយសត្វរុយនឹងគេចូលគេណាញោមចូលគេណាអានឹងមើលខ្ញុំសុំប៉ះស្លាប៉ះខ្លួនបានទេតែសើអញ្ចឹងសើសត្វរុយហ្នឹងវាអានឹងល្ងងណាញាតិញោមក៏ចូលទៅដល់សំណាញ់ពីងពីងក៏ជាប់ទៅពីងពីងក៏ស៊ីទៅហ្នឹងគេហៅចាញ់បោកនៃពាក្យសម្ដីរឿងខ្លះញោមគុណចាស់គ្រប់ព្រះអង្គអីហ្នឹងពាក្យសម្ដីហ្នឹងហ្នឹងពេលខ្លះយើងឈប់អាចយើងកុំឆាប់ជឿពេកណាឬក៏ហៅថាកុំតិចស្រាលពេកហ្នឹងយើងគិតពិចារណានឹងឲ្យបានវែងឆ្ងាយមិនមែនគ្រាន់តែលើសម្ដែងពធលើកឡើងអធិប្បាយនឹងដូចជាព្រះអរហន្តអញ្ចឹងបានញាតិញោមពុទ្ធបរិស័ទកណាគ្រប់ព្រះអង្គអីហ្នឹងពេលដែលធម្មកថានឹងសំដែងពធធម៌របស់ព្រះពុទ្ធណាញាតិញោមធម៌របស់ព្រះពុទ្ធហ្នឹងគាត់តែលើកឡើងថ្លាថ្លែងសំដែងមកណែ
mau nó cứ thà đô chìa mà nó ọc cái này mà nó ọt miền cái này chứ phân tầm men nằm đây thua nó mẹ đôi thua nó thì để ca bộ bật ban là bắt rồi bao nằng bộ cô là sầm đây thua nè lược lang thua nó ọc cái này hay nằng sầm đây mau nó phân tầm nè bộ bật nè sầm đây thua mình ọc cái này chẳng hạn hay chứ nằng chẳng ban cừu trà chẳng cán con lược lang cái mấy cùng khơi nhom là cò sóc cùng tục chất á cùng khơi cò sọ cùng toàn tục chất thì bị mai mù tiết là mấy cùng tục chất thì nấy cùng tục chất thì prai cùng tục chất bò được tên nó cùng tục chất thì nấy ban đây thật cùng tục chất đẹp bộ dây nắng ngược lại chúng ta sang cái đây chun nát được miền sang cả đại ca chứ ngược lại tức cùng tục chất thì nấy cùng tục chất thì prai cùng tục chất bò được tên nâng thì nấy nó cứ nạp bộ nâng ấy cho bạn phố nạp bộ nâng hay cùng tục chất thì prai nâng tha tị bài thla thlai sầm đây nâng cứ tha nâng ấy từ rú vì xa nó hiểu chưa tại cùng toàn tục chất ở sạp mờ trần nâng không cả la mà số có lục lang này có lược lang này nâng cũng toàn chữ này cùng con tờ lứ cùng con tập này bẩn tô cùng con tờ lư sầm lê nâng cho là nâng này trơ kích bởi dường như thà dường rõ phải ban mà rồi sân á rồi còn lo cả đa phải ban mà rồi sân rồi còn rõ phải ban mà rồi sân á dường thà rồi ban mà rồi sân á môn nâng giấy rồi còn môn nâng chữ nâng này còn chạp chữ phê chẳng lúc đẹp thêm ta bộ cô tì mùi nước miền và cọt nồng lô cái bạn có miền và cọt nồng lô nâng ngày miền bàn là sầm đây thế tại cả một rất là tệ người ban đôi chụp này bên tô đó nâng ngày đùng cái đang xoay xoa chỉ chẳng tới ai đọc về nhật nhôm cả muốn cứ thả bị tám rồi bay ra ngay nơi tam sọc sài nó ban vô nó bắt đặt ngay vì năng Phnom Penh rịch thành đi khai krong nó cứ bằng sài từ lơ tập liền á tham à ngày muốn trôi từ và kênh tây tiền bon có sao cho mua nhiệt độ bột body sat này hàng cho bà bờ nó Phnom Penh nó cứ tha trâu bằng sài từ lơ tập liền nâng ta mặt đỏ nâng ngày trâu đặt pieng nâng thưa stand hay nâng đặt tập về tập liền màu nâng tròn tập liền sập ráp nâng đam bài đam chẳng han pra pra ngu tập ấy nâng nhiệt dung nơi đi từ đây Phnom Penh nâng nằm mình ban club là từ cài nâng thà tập liền mình vấn đề sầm khăn đó nhiệt dung là nhiệt dung miền tắc xa vì đám nơi Phnom Penh dương mình từ đòn tật nâng tờ lê đài nhiệt dung mà toàn tích bên là không là mà phép cao sắc ta đến sâu đầu vót nửa rôn răng say là bị pon bổ mùi bị pon pớ nhúng năng ngày tật xa đa tật nông to là đã sa chủ năng hay đọc bê miền phlieng mau chân tới đã tật à nếu Phnom Penh phòng vậy đó hay cho là mà đọc bê đấy đọc sọc sái có trơ ca tật phlieng đã để nhiều mà tham ai nó về lá đã tập liền màu nó vào chiều mà lại nó sập ngu tập lại chẳng tạch chẳng còn lược lang thà brief thêm thà về đập này bẩn tu khâu là mê có tập liền ngày này đọc về chẳng tới có tới nên ngày liền pieng liền là bao liền ấy nâng ở xa tới sầm rắp tròn tập mày nâng năng này cái đinh máu chặt tật o hơi nhật giống miền phê cái nào nhật giống miền phê cái nào anh nó công trừ anh năng đọc về cái tá từng thầm đã ban tập liền màu bình rong bình bao bình piềng á
miền na việc xong tập liền hơi đó bộ mơ ta khơi nâng bên này bẩn tô mê u áp màu bình mê chắc đang ở liền ai miền liền này na nhật áp liền lúc riêng thà bộ cô class chẳng đá này nhật đâu thật có thom á sập đây nâng là dây nâng mom á là dây nâng cu chưa na đặt lôi mà mơn pi mơn là tới lục lông đôi sẽ lẹ đồng thò chỗ không tập chẳng gì nhóm bạc chân như vậy cái này hay nhôm xoay ấy nâng là nâng chôn cao nâng chanh lông bịa đây nhôm pro hay chân tới nâng chân ấy bàn tay nhìn nhôm cân sân một nâng thưa ấy nâng gọi bàn Vicharana nâng bên ngày tới nâng ngày để bạn biết mai dưới mấy cái hai thà sờ máu mình đang ngóp được nóng bia ngầm bờ đi nãy nhìn thấy không sờ máu những ngóp trên nơi nông bia score đó nãy nhìn thấy không đừng chẳng lược là thà bộ phù tì mùi nó cứ thà đôi dịp này bẩn tô rằng bác ăn bên liền để này những bộ phù tì mùi bộ phù tì pi bộ phù tì pi lục lược lang thà nâng mê nâng này bẩn tô phong nâng ngày đùng cái đèn tới hỏi có liền màu liền màu ở xong rồi ban này thà cô tì mùi từ cô tì pi nó cứ thà ăn bên này bẩn tô đó nhỉ chứ bên này bẩn tô đây bên này bẩn tô đây còn là cười ngật màu chừng tới đường côi liền màu chu thôi mà đó này này liền màu thôi mà admin bên bẩn tô admin tranh sảnh nhà ấy đấy năng này và brief thiệp năng một cô không lột đấy một cô khác năng mình tha mình sẽ đây để mình là dây mình mòn đây mình là thưa thôi mà đó nó nhúng năng này bên admin son là da đấy admin son là da thà ao đi ao nô ở đây cứ thà ao tờ món ấy vậy đó rồi dồn khá còn bên từ bắt từ kho mà prap lô thà cả na ai khăn ai ai máu đấy mà đó phải kên tờ món rồi chẳng nhúng đang ra surprise á nhúng surprise đang ngày mà đó bậc kên chẳng han bậc kên nom côn trai mà bậc kên mà thoại cùng sâu muôn ở chẳng tử chẳng hạn á năng ngày cả surprise miền đấy nhìn nhôm miền đấy mà nó là miền chẳng đấy nhìn nhôm màu surprise chẳng thế năng ngày là từ đang ọt xanh là da ọt dây đi năng ngày miền nó không đằng á nhìn chẳng rương khla bồn để cao là về khla dương nâng ọt bàn priêng tộc á nó nhìn không đôi chỉ chụp về sana bồn của so được bỏ dương nâng dương ảnh ách bằng sài từ lư nè đi nè đột bàn tê một phút pro một group bóng sầm đai thà nâng dương thưa ta nâng công sừng thơm phò á cả na dương thưa sừng thơm phò đặc biệt để việc ban đôi ở đây để dương thưa việc họ chặt những lề thưa là chọc mơ chọc bật chọc pran lại bát nâng hạt dương tiệt chẳng cái pran phổ nâng chẳng là thưa rươi nhấc nhơi từ một bọn sầm đáy nâng đôi chia tập liền tọ nâng cùng nâng bình ôm bình phang nâng chẳng dân thưa mà đo mình tích tới còn 300 tràn nâng ông pơ lọ để dân thưa nâng vì ắt sát đặt bát tay ná phương mình chết tức mình lệch tê nâng á chùm ràng phố
ណាមិញអំពើបាបក៏យ៉ាងដូចនោះដែរមិនគិតថាអំពើនឹងតិចណាអំពើនឹងមានតែអីដល់ធ្លាក់នរកទេវាអត់ទេណាញាតិញោមព្រោះចិត្តរបស់យើងនឹងវាធ្វើទឹកញយញយញឹកញឹកទៅវានាំឲ្យស្រឡាញ់នាំឲ្យប្រមាថច្រើនអញ្ចឹងហ៊ានធ្វើនៅអំពើបាបធំធំអញ្ចឹងទៅអញ្ចឹងបើពុទ្ធព្រះអង្គសម្ដែងថាបើអ្នកទាំងឡាយនឹងធ្វើបុណ្យនឹងធ្វើឲ្យញឹកញឹកញយញយរឿយរឿយហ្នឹងហ្នឹងហើយបើកាលណាយើងតំអែតំអង់ហ្នឹងអំពើអាក្រក់អំពើបាបហ្នឹងវាចូលមកហ្នឹងគឺយើងលែងឃើញអំពើល្អហើយឃើញអំពើបាបហ្នឹងប្រព្រឹត្តទៅបានសេចក្តីសុខប្រព្រឹត្តទៅនឹងបានផលអញ្ចឹងទៅនឹងប្រៀបបានដូចជាយើងធ្វើអំពើបាបដូចជាណាក្ររេបនៅណាទឹកឃ្មុំអញ្ចឹងប៉ុន្តែដល់ពេលនឹងទឹកឃ្មុំនឹងវាចេញនៅថ្នាំពឹសថ្នាំពុលទៅបើនឹងទៅអូនឹងទឹកឃ្មុំលេឡំជាមួយនឹងថ្នាំពឹសនឹងអញ្ចឹងណាកណាហើយយើងធ្វើអំពើអាក្រក់ដែរតែយើងមិនទាន់ផលអាក្រក់នឹងវាមិនទាន់ឲ្យផលទេយើងគិតថាចំណេញណាហ្នឹងហើយសបាយណាស់ដូចចោលលួចចោលប្លន់អញ្ចឹងណាលួចម្ដងគេមិនទាន់2ដងគេមិនទាន់3ដងគេមិនទាន់4 5ដងគេទាន់ក្រែលនេះបាបវាឲ្យផលអំពើបាបក៏ដោយអំពើបុណ្យក៏ដោយដែលយើងធ្វើនឹងអត់មានតែសត្វបាត់ទៅណាទេណាចម្រើនពរអញ្ចឹងធ្វើសេចក្តីល្អនឹងឲ្យបានច្រើនជាធម្មជាតិជាគុណជាតិសម្រាប់ខ្លួនឯងគុណជាតិគឺចំណើតកើតមកល្អហ្នឹងព្រោះពុទ្ធព្រះអង្គសម្ដែងពីជាតិហ្នឹងវាមាន3ទេមានកុសលជាតិអកុសលជាតិអព្យាកតជាតិចឹងហ្នឹងអាហ្នឹងកុសលជាតិកំណើតកើតមកជាកុសលកំណើតកើតមកជាអកុសលហ្នឹងហើយអព្យាក្រឹតអព្យាកតាហ្នឹងបើអញ្ចឹងយើងសិតតែមានកំណើតនឹងមកជាមួយគ្នាព្រោះបានកើតមកជាមនុស្សហ្នឹងវាមិនមែនមកសុទ្ធបរិសុទ្ធទេណាញាតិញោមវាតើយើងធ្វើដោយខ្លួនឯងពុទ្ធព្រះអង្គទ្រាំតែបានឲ្យឈ្មោះថាណាវិសុទ្ធគុណឲ្យឈ្មោះថាករណាគុណឲ្យឈ្មោះថានឹងបញ្ញាគុណនឹងព្រះអង្គសម្ដែងព្រះអង្គសន្សំបារមីច្រើនជាតិច្រើនអសង្ខ័យណាស់ទ្រាំឲ្យបានឈ្មោះថាវិសុទ្ធគុណករណាគុណបញ្ញាគុណនោះហើយយើងនឹងមានមនុស្សគុណណាមនុស្សល្អគុណគឺអំពើល្អសេចក្តីល្អមានទេវាមានមនុស្សបាបផងមនុស្សបុណ្យផងចឹងណាញោមវាលេឡំជាមួយគ្នានឹងនៅក្នុងខ្លួនរបស់យើងវាមានធាតុ3សាច់និងធាតុអីធាតុអាក្រក់និងធាតុល្អណាប៉ុន្តែខណៈដែលពេលយើងសើបគប់ជាមួយសប្បុរសស្ដាប់ពធជាមួយម្ដាយជាមួយឪពុកឃើញអំពីគុណសេចក្តីគុណគឺសេចក្តីល្អទៅក៏យើងឃើញថានឹងយើងខំប្រឹងធ្វើទៅបានកើតមកជាមនុស្សអីបានច្រើនទៅនឹងកើតមកមនុស្សអីចឹងទៅទោះបីជាយើងវាមិនទាន់លះដាច់ជាសមុច្ឆេទអីយ៉ាងណាក៏ដោយចម្រើនពរណានឹងមិនទេឯងប្រព្រឹត្តប្រណិប័តមកជាតិនេះគឺថាឲ្យបានត្រាស់ជាពុទ្ធរួចផុតចាកទុក្ខអត់ទេណាយើងនឹងមិនដឹងថាមកពីណាញាតិញោមណានឹងយើងមិនដឹងមកពីណាមកពីប្រែតឬមកពីនរកឬក៏មកពីសត្វឬក៏មកពីមនុស្សយើងវាអត់ដឹងកំណើតដែលយើងមកនេះប៉ុន្តែគាត់ថាកំណើតដែលយើងបានមកកើតជាមនុស្សនឹងជាកុសលធម៌កុសលកំណើតដែរកំណើតកើតមកអំពើបានដោយបុណ្យដែរហ្នឹងបុណ្យបានប៉ុណ្ណឹងប៉ុន្តែដល់ពេលដែលយើងបានមកកើតជាមនុស្សនេះមាន
ពិបាករកទទួលទានឈឺច្រើនអញ្ចឹងនឹងវាមានវិបាកអកុសលពីអតីតមកនឹងដែរហ្នឹងហើយអញ្ចឹងទៅក៏ប្រឹងធ្វើទៅធ្វើបុណ្យទៅធ្វើច្រើនញយទៅចឹងណាហ្នឹងអញ្ចឹងរឿងអំពើល្អសេចក្តីល្អហ្នឹងយើងធ្វើណាញាតិញោមកុំទៅខ្ញុំជាតិនេះឈឺច្រើនណាខ្ញុំជាតិនេះគេបោកប្រាស់ណាមកជាតិនេះកូនរបស់ខ្ញុំនឹងគេមិនដឹងគុណទេមកជាតិនេះប្តីខ្ញុំនឹងបោកប្រាស់ខ្ញុំណាអត់ស្មោះនឹងខ្ញុំទេអត់ទេណាញាតិញោមអំពើដែលយើងធ្វើហើយយើងកុំបោះបង់ណាញាតិញោមក៏តែខ្ញុំស្មោះជាមួយប្តីណាប្តីអត់ស្មោះជាមួយខ្ញុំសោះអញ្ចឹងខ្ញុំឈប់ស្មោះហើយណាអំពើណាបនខ្ញុំធ្វើច្រើនហើយបនវាអត់ជួយខ្ញុំសោះខ្ញុំឈប់ធ្វើបនហើយនេះខាតញាតិញោមខាតហ្នឹងហើយខ្ញុំចិញ្ចឹមកូន1កូន2កូន3មកកូនចិញ្ចឹមផងកូនបកើតផងវាអត់ដែរដឹងគុណដែរសោះខ្ញុំឈប់ចិញ្ចឹមហើយអត់ទេវាមានណាញាតិញោមវាមានខ្សែវិបាកអកុសលវាឲ្យមកណាញាតិញោមហើយសួរថាដល់ពេលយើងធ្វើសេចក្តីល្អនឹងវាបាត់ទេថាវាអត់បាត់ទេគ្រាន់តែអំពើអាក្រក់នឹងវាខ្លាំងពេកអញ្ចឹងវាលុកឲ្យកូនមិនដឹងគុណឲ្យមនុស្សជាទីຕົកចិត្តនឹងមិនຕົកចិត្តយើងបោកប្រាស់យើងដោយសារអវិបាកដោយសារអកុសលវិបាកវាឲ្យផលនឹងវាខ្លាំងពេកវារលុកហើយសួរថាបុណ្យដែលយើងបានធ្វើអំពើដែលយើងបានធ្វើវាបាត់ទេថាវាអត់បាត់ទៅណាទេពេលណាដែលអកុសលវិបាកនឹងវាសាបទៅវាតិចទៅកុសលវិបាកវាខ្លាំងឡើងហ្នឹងវាប្រៀបបានដូចជាពពកដែលបាំងព្រះច័ន្ទព្រះអាទិត្យទៅដល់ពេលណាពពកខ្មៅបាំងនឹងព្រះច័ន្ទព្រះអាទិត្យទៅវារសាត់ទៅវានឹងចេញជាពលឺភ្លើព្រះអាទិត្យពលឺព្រះច័ន្ទនឹងមកព្រះច័ន្ទនៅតែព្រះច័ន្ទហ្នឹងហើយព្រះអាទិត្យនៅតែព្រះអាទិត្យហ្នឹងថាសួរថៃថាបានជាវាបាំងពពកវាបាំងណាអញ្ចឹងវាមិនមានពលឺអញ្ចឹងថាវាដោយសារពពកបានវាបាំងមិនឲ្យមានពលឺហ្នឹងយ៉ាងណាមិនស្មើក៏សូមចង់បញ្ជាក់ថាអំពើដែលយើងធ្វើហើយវាមិនបាត់ទៅណាទេវាដូចជាព្រះអាទិត្យព្រះច័ន្ទអញ្ចឹងយើងសួរថាជប់ព្រះច័ន្ទទៅណាព្រះអាទិត្យទៅណាហ្នឹងថាវាមិនមានពលឺអញ្ចឹងថាវាបាំងដោយពពកខ្មៅច្រើនពើបាំងដោយពពកខ្មៅយ៉ាងណាមិញចម្រើនពើក៏ថាសេចក្តីល្អដែលយើងបានធ្វើហើយហ្នឹងណាកូនមិនដឹងគុណមនុស្សជាទីស្រឡាញ់បោកប្រាស់យើងថាអានោះកូនមិនដឹងគុណដូចជាពពកដែលខ្មៅដែលបាំងយើងបាំងព្រះអាទិត្យបាំងព្រះច័ន្ទអញ្ចឹងមនុស្សជាទីស្រឡាញ់ហ្នឹងហើយយើងទុកចិត្តគាត់បោកប្រាស់យើងអានោះប្រៀបបានដូចជាពពកដែលខ្មៅហ្នឹងហើយសួរថាអំពើដែលយើងបានធ្វើហើយវាបាត់ទៅណាថាវាបាត់ទេវាដូចជាព្រះច័ន្ទព្រះអាទិត្យអញ្ចឹងយល់ទេខ្ញុំយល់ទេហ្នឹងហើយអញ្ចឹងកុំតែខ្ញុំឈប់ស្មោះហើយខ្ញុំឈប់ធ្វើបុណ្យហើយមកថាឥឡូវយើងនិយាយពីបុណ្យម្ដងយើងធ្វើសេចក្តីល្អច្រើនណាស់ហេតុអីបានជាបុណ្យនឹងវាអត់ឲ្យផលសោះគឺកឋិននឹងច្រើនណាស់កសាងវត្តនឹងកសាងពហិនេះពហិនោះសាលាកផតនេះសាលាកផតនោះជួយនេះជួយនោះហេតុអីបានជាគេមិនដឹងគុណខ្ញុំសោះហ្នឹងហើយថាញាតិញោមកុំអន់ចិត្តកុំលុបញាតិញោមធ្វើទៅធ្វើមិនបើខ្ញុំធ្វើសេចក្តីល្អគេមិនបានធ្វើសេចក្តីល្អមកខ្ញុំវិញផងពាក្យមួយថាអ្នកធ្វើមិនគួររំលឹកអ្នកទទួលមិនគួរបំភ្លេចញោមធ្វើទៅបាច់រំលឹកអាណាមដឹងទៅតែដឹងខ្លួនឯងហ្នឹងដឹងខ្លួនឯងចម្រើនពរអញ្ចឹង
ចឹងញាតិញោមគាត់ថាខ្ញុំធ្វើបុណ្យយូរហើយតាំងពីក្មេងតាំងពីមិនទាន់មានប្តីដល់ពេលមានប្តីខ្ញុំនៅតែធ្វើដល់ពេលមានចៅខ្ញុំនៅតែធ្វើឥឡូវហ្នឹងអាចៅអាកូនអីហ្នឹងខ្ញុំឃើញបុណ្យនេះមកសោះហ្នឹងហើយយកចង្ហាន់មកស្រាក់សម្លមួយឆ្នាំងលុយ10000 20000ទៅប្រគេលោកទៅកសាងនេះកសាងនោះមិនដែលឃើញមានបានឃើញលោកណាមកជួយផងបុណ្យណាមកជួយផងហ្នឹងហើយញោមពុទ្ធញាតិញោមឥឡូវខ្ញុំណាអាត្មាភាពមិនលើកណាទៅទីក្រៅពីពុទ្ធទេសួរពុទ្ធបរិច្ចាគហ្នឹងហើយនាងមេត្រីមកសុំទោសអញ្ចឹងញាតិញោមហ្នឹងហើយនាងមេត្រីដែលជា9ហ្នឹងសវណ្ណសាមហ្នឹងហើយជ្រលីគ្រឹស្នានិងជ្រលីគ្រឹស្នាជ្រលីគ្រឹស្នាបរិច្ចាគទ្រព្យសម្បត្តិទៅទៀតហ្នឹងហើយបរិច្ចាគទ្រព្យសម្បត្តិបរិច្ចាគសាច់ឈាមទៅទៀតសួរថាពេលដែលព្រះអង្គបរិច្ចាគទៅហ្នឹងបានអីមកវិញនៅបារមីទានមកវិញញាតិញោមបារមីទាំង10នេះបើខ្វះបារមីណាមួយมันបានត្រាស់ជាពុទ្ធទេគ្រប់ពុទ្ធណាពុទ្ធគ្រប់ព្រះអង្គបើមានបារមីគ្រប់ទេมันបានត្រាស់ជាពុទ្ធទេសួរថាព្រះអង្គបរិច្ចាគទៅព្រះអង្គធ្វើទានទៅសួរថាអស់ទៅបាត់ទៅទេមានបាត់ណានេះព្រះអង្គបានត្រាស់ជាពុទ្ធទេហើយបានព្រះអង្គបានប្រកាសពីទានដែលព្រះអង្គបានធ្វើហើយកាលនៅជាពុទ្ធរិស័ទកាលនៅជាមនុស្សធម្មតាហ្នឹងចឹងហើយបានពុទ្ធបរិស័ទទាំងឡាយទានគូឲ្យទានគូធ្វើហ្នឹងហើយទានទៅវាមានបាត់ទៅណាញាតិញោមបាត់ទៅណាទេបើញាតិញោមមានទៅណាទៅត្រូវបរិច្ចាគប្តីបរិច្ចាគប្រពន្ធបរិច្ចាគកូនអីទេណាញាតិញោមបានត្រឹមបរិច្ចាគទ្រព្យទ្រព្យដែលមានហ្នឹងហើយធ្វើទានតាមកម្លាំងទ្រព្យលើសហួសមិនគប់ដែលខ្លួនមាននោះធ្វើទានឲ្យកុំឲ្យស្ដាយក្រោយធ្វើតាមលទ្ធភាពមិនមែនឃើញដំរីចុះចង់ចុះតាមដំរីដូចគេដូចឯងទេណាញាតិញោមហ្នឹងហើយប៉ុន្តែញាតិញោមកុំឲ្យថាមិនធ្វើឲ្យសោះព្រោះបានមកអត្តភាពជាមនុស្សនេះវាកម្រក្រក្រៃណាស់ហើយបើយើងបានកើតបើជាមនុស្សហើយមិនបានធ្វើនឹងវាគួរឲ្យស្ដាយណាស់មើលសត្វដេរឆានមើលគ្នាបានមកស្ដាប់ធัวទេគ្នាបានមករៀនធัวគ្នាបានស្ដាប់ពាក្យល្អទេថាវាអត់មានទេនឹងមានម្ដាយដែរតែម្ដាយមិនស្គាល់កូនស្គាល់តែពេលនៅតូចមានឪពុកដែរឪពុកវាឈ្មោលហ្នឹងឯងញោមដូចឆ្កែដូចឆ្មាដូចជ្រូកអីហ្នឹងមិនហ្នឹងហើយវាមានឆ្កាក់វាមានមេមានម៉ែមានឪវាដែរណាពេលវាដែរស្គាល់គ្នាវាហ្នឹងសត្វទេរឆានទៅជាយើងហ្នឹងហើយបើថាបានមកកើតមកជានឹងមកជាកូនកំព្រាខ្វះម្ដាយខ្វះឪពុកអីចឹងទៅបានសើបគប់ជាមួយសប្បុរសអីចឹងទៅដោយផលវិបាកអកុសលរបស់ខ្លួនឯងទៅឥឡូវយើងខំប្រឹងនឹងខំប្រឹងធ្វើសេចក្តីល្អនឹងឲ្យបានច្រើនទៅហ្នឹងហើយញោមមើលដាប់យល់ទេញាតិញោមសំដែងពធហ្នឹងលើកឡើងពីបុគ្គល4ពួកហ្នឹងអញ្ចឹងគាត់ចង់បញ្ជាក់ថាសេចក្តីល្អដែលយើងធ្វើហើយវាអត់បាត់ទៅណាដូចជាព្រះអាទិត្យព្រះច័ន្ទអញ្ចឹងហ្នឹងហើយព្រោះយើងធ្វើទៅវាភ្លុងទៅក៏ប៉ិតមែនប៉ុន្តែតែដុំថ្មវានៅទៅក្រោមនោះគាត់ថាវាតើនៅវាមិនងើបឡើងអញ្ចឹងណាញោមគាត់ថាអញ្ចឹងមិនអង្គុយសុកហ្នឹងវាមកទេណាញាតិញោមមិនមែនដូចភ្លៀងណាញាតិញោមភ្លៀងអង្គុយសុកទៅភ្លៀងឆមកអត់មានភ្នែកបន្ទោលអត់មានគ្រីងគ្រឹមក្រហឹមទេនឹងមកលើកឡើងពីរឿងបុគ្គល4ពួកដែលប្រៀបថាអង្គុយសុកភ្លៀងអត់មានភ្នែកបន្ទោលអត់មានអីទេឃើញភ្លៀងបើកថ្ងៃទេញាតិញោមនៅអង្គុយសុកអង្គុយមើល
នឹងគាត់ហាស្រូវគាត់អីចឹងទៅហើយហាកៅអៅអីទៅភ្លៀងឈរមកភ្លៀងទាំងថ្ងៃចឹងខ្ញុំគិតអាហ្នឹងហើយមកភ្លៀងឈរមកនាំគ្នាទៅហាកៅអៅទៅសាកៅអៅទៅនឹងហាអីមូលកទេលសាស្រូវសាអីហ្នឹងអាសាស្រូវពេលដែលហាស្រូវហ្នឹងហាស្រូវសាស្រូវហាស្រូវសាស្រូវចឹងញោមហ្នឹងហើយឬក៏ថារបស់អីនៅខាងក្រៅហ្នឹងមាននេះនាំគ្នាទៅភ្លៀងវាមកចឹងហើយបុគ្គលខ្លះចឹងណាញោមហ្នឹងហើយហ្នឹងទៅញោមខ្លះម៉ែឪចឹងនៅសុកកូនជូនលុយ1000ចឹងតែហ្នឹងហើយនៅសុកកូនមកផ្លែតហ្នឹងហើយអត់មានកូនអត់ប្រាទេមកដល់ទៅកូនមានរបស់របរសម្ភារៈសម្លៀកបំពាក់អីចឹងទៅចាប់ដល់ជុំណាញាតិញោមហ្នឹងហើយចាប់ដល់ជុំហើយដល់ជុំហ្នឹងហើយញោមហ្នឹងពឹងនឹកឃើញកូនហើយកូនដល់ឃើញនៅប្រជុំបិណ្ឌ1បិណ្ឌ2ឬក៏ប្រជុំទី1ប្រជុំទី2ប្រជុំទី3តបាត់កូនហ្នឹងគឺនឹកកលឹកហើយណានឹងឃើញកូនឃើញកូនគេមកតែអត់ឃើញកូនឯងណាគាត់តែគ្មានចង់បានអីលុយកាក់អីទេប៉ុន្តែចង់ជួបជុំបងប្អូនកូនចៅនឹកឃើញកាលនៅក្មេងនឹងជួបជុំហូបបាយជុំគ្នាភ្លៀងផ្កើរលឹមអាហ្នឹងញាតិញោមគិតតិចមើលញាតិញោមបាត់ភ្នែកឲ្យគិតថាការខ្លួនឯងនៅក្មេងនោះអាហ្នឹងឥឡូវខ្លាយទៅជាម៉ែគេឪគេឪពុកគេអាហ្នឹងបងគេឥឡូវមានប្តីមានប្រពន្ធហើយឥឡូវនឹកឃើញម៉ែអូម៉ែស្លាប់បាត់ហើយអាណិតម៉ែកាលហ្នឹងចឹងនឹកឃើញម៉ែកាលម៉ែនៅរស់នឹងអាចបានធ្វើអីខ្លះជាមួយម៉ែហ្នឹងមិនដឹងញាតិញោមខ្លះមិនបានធ្វើអីសោះជាមួយម្ដាយជាមួយឪពុកមានតែធ្វើពើបាបអាក្រក់ជាមួយម្ដាយមួយឪពុកហ្នឹងដេកយប់ហ្នឹងភ្លៀងកំពុងតែធ្លាក់ផ្កើលន់ក្រឹមទៅនឹកម្ដាយដេកយំម្នាក់ឯងក៏មានដែរញាតិញោមហ្នឹងញាតិញោមអាហ្នឹងអត់មានម្ដាយអញ្ចឹងណាញាតិញោមការម្ដាយនៅរស់មិនបានធ្វើសេចក្តីល្អមួយម្ដាយសោះឬក៏ថាបានធ្វើសេចក្តីល្អតិចដែរនឹងតិចចុងក្រោយអញ្ចឹងណាហ្នឹងហើយបងហ្នឹងហើយអញ្ចឹងទៅបានជួបជុំគ្នាហ្នឹងគឺខែមន្តសន្តរដូវបុណ្យការបិណ្ឌភ្ជុំបិណ្ឌចូលឆ្នាំហ្នឹងណាជាពលរដ្ឋជាពុទ្ធបរិស័ទប្រពៃណីខ្មែរយើងនៅកាញាតិញោមពីណាក៏នឹកដែរអាត្មាអាយុ40ចាត់ថាញោមបានបងហ្នឹងហើយ30 70 40ហ្នឹងហើយអាយុច្រើនហើយក៏នៅតែនឹកកាលនៅក្មេងនោះដែរណាញាតិញោមក្មេងហ្នឹងបងហ្នឹងហើយអញ្ចឹងទៅហ្នឹងមិនបាច់ថាចេញផ្កើចេញលន់ទេគឺថាមិនទៅប្រជុំបិណ្ឌកាន់បិណ្ឌណាញាតិញោមនៅស្ងប់សុខស្ងៀមអញ្ចឹងទៅមកទៅលេងម៉ែអញ្ចឹងទៅណាញាតិញោមហ្នឹងហើយនៅខ្លះទៅស្ងាត់ណាចូលចិត្តទៅស្ងាត់អញ្ចឹងទៅចេះកក្រឹកកក្រែងអីដូចគេដែរដូចភ្លេងមកឈូមកអញ្ចឹងញោមហ្នឹងហើយនិយាយពីរឿងឧបមាហ្នឹងវាច្រើនណាញាតិញោមអ្នកណាគេចូលចិត្តស្ងាត់ណាញាតិញោមទៅសប្រាយខ្ញុំកៅសប្រាយឲ្យភ្ញាក់ផ្អើលហ្នឹងហ្នឹងហើយទិញម៉ូតូឲ្យស្ងាត់ទិញឡានឲ្យស្ងាត់អីចឹងទៅទិញកាដូនាឡិកាអីចឹងទៅស្ងាត់ណាហ្នឹងពួកសប្រាយហ្នឹងហើយហៅបុគ្គលទី2ហ្នឹងគេហៅថាភ្លៀងមកអត់ផ្កើទេហ្នឹងប្រាវមកត្មងហ្នឹងហើយហ្នឹងស្ងាត់ហ្នឹងបុគ្គលទី2បុគ្គលទី3លោកលើកឡើងថាដូចជាភ្លៀងនឹងមានផ្កើផងសំទោសញ៉ាំហ្នឹងហើយមានផ្កើផងនឹងផ្កើផងហើយក៏ភ្លៀងផងនឹង
ភ្លៀងមកដែរហ្នឹងហើយនៅបន្ទោច្រៅចឹងមកហើយក៏ភ្លៀងមកភ្លៀងមកមនុស្សខ្លះសម្ដីបានសម្ដីនិយាយឲ្យសន្យាឲ្យធ្វើមកអញ្ចឹងខ្ញុំសន្យាឲ្យធ្វើនឹងដូចភ្លៀងមានផ្គរអញ្ចឹងភ្លៀងមានភ្នែកបន្ទោអញ្ចឹងហ្នឹងហើយនឹងញាតិញោមខ្លះញាតិញោមហ្នឹងវាទៀមទាការរៀនការសិក្សាការសង្កេតអានឹងតកតើនឹងពូចម្បូអីចឹងទៀតណាញាតិញោមពេលខ្លះមានផ្គរមានភ្លៀងនឹងវារួមជាមួយគ្នាហ្នឹងអញ្ចឹងញាតិញោមខ្លះកុំពេលខ្លះគេថាខ្ញុំមិនចូលចិត្តបើកបង្ហាញចូលចិត្តនិយាយស្ដីធ្វើទៅមកនោះអាធ្វើទៅមកប្រកួតទី2ហ្នឹងញាតិញោមតែប្រកួតទី3ហ្នឹងគឺថាធ្វើផងនិយាយផងប្រកាសផងប្រកបប្រកាសគេដឹងតែធ្វើមែនណាមែនបានតែមាត់ទេណាហៅប្រកួតទឹកមាត់ប្រៃហ្នឹងហើយតែនិយាយឲ្យធ្វើហើយហ្នឹងហើយបើសន្យាថាធ្វើបន់ស្អែកហ្នឹងគឺថាអត់មានសន្យាទេអត់មានសន្យាខ្យល់ទេខ្ញុំហៅសន្យាខ្យល់អត់មានទេអាសន្យាខ្យល់បុគ្គលទី1បានថាបានស្ដីតែអត់ធ្វើទេតែបុគ្គលទី3ហ្នឹងថាស្ដីនិយាយធ្វើទៅហ្មងហ្នឹងហើយភ្លៀងផងផ្កើផងមកទាំងអស់ដុំក្រាំងទៅបញ្ជាក់ឃើញទៅអូភ្លៀងខ្លាំងហ្នឹងហើយភ្លៀងខ្លាំងឆាវមកលោកខ្លាំងនិយាយខ្លាំងមកប៉ុន្តែគេមានទឹកចិត្តគេមានទឹកមាត់ណាញោមហ្នឹងហើយមែនពេលខ្លះទៅគាត់នឹងក្ដុងក្ដាំងតែភ្លេងវាតិចកើតដែរញោមភ្លេងបន្តិចអើយឯងស្មានថាភ្លេងវាច្រើនណាស់ហ្នឹងអត់ទេបុគ្គលទី3ហ្នឹងគឺភ្លេងខ្លាំងទៅហ្មងនឹងភ្លេងខ្លាំងណាស់មានដែរញាតិញោមមានណាហ្នឹងហើយនិយាយការធ្វើទៀនធ្វើអីហ្នឹងទៅនឹងឲ្យបុគ្គលទី4ហ្នឹងបាទអាចបញ្ច្រាស់គ្នាតិចតួចអាថ្មផ្លេចអីចឹងទៅក្នុងលើកឡើងក្នុងបេដកលេខ58និង54នឹងថ្មផ្លេចបាទនៅក្នុងសេចក្តីនៃនឹងធម៌ពីបុគ្គល4ពួកហ្នឹងពី4ពួកហ្នឹងហើយសំទោសនៅក្នុងបេដកលេខ8ភាគ83ទៀតភាគ83ហ្នឹងហើយភាគ83កណាហើយបុគ្គលទី4គឺថាហ្នឹងហើយភ្លៀងហ្នឹងបានន័យថាมันមានទាំងផ្កើมันមានទាំងភ្លៀងផងគោលទី4ណាញាតិញោមកើគុំកើភ្លៀងគុំភ្លៀងទេតែបានន័យថាបើនិយាយថាបនក៏មិនធ្វើនិយាយអីក៏មិននិយាយដែរធ្វើអីក៏មិនធ្វើដែរហ្នឹងបុគ្គលហ្នឹងលោកប្រៀបធៀបថាបាច់ធ្វើអីខ្ញុំមិនទៅធ្វើបាបផងណាកើតមកខ្ញុំមិនដែលធ្វើបាបទេខ្ញុំមិនទៅធ្វើបន់ទេបើខ្ញុំធ្វើបន់ទៅខ្ញុំធ្វើបាបមានអ្នកខ្លះទៅមកពីអ្នកនងធ្វើបាបច្រើនហើយបានគាត់ខំធ្វើបន់គាត់យល់ចឹងទៀតណាញាតិញោមមានអ្នកខ្លះគាត់ថាអូខំធ្វើបន់ណាមកពីដើមមកគាត់ធ្វើបាបច្រើនណាមានណាមកលឺសំឡេងសំដីគាត់និយាយចឹងអូអ្នកខ្លះខំធ្វើបន់នោះមកពីអង្គការនឹងហើយមានបានលុយកាក់នោះមកពីគាត់ធ្វើបាបទេបើខំធ្វើបន់លុបហ្នឹងវាចេញចេះវាចេញមកអញ្ចឹងទៅទៀតណាញោមមិនដឹងដែរណាញោមហ្នឹងហើយអញ្ចឹងបុគ្គលទី4ហ្នឹងផ្កើក៏មិនផ្កើភ្លៀងក៏ភ្លៀងរាំងតែហ្មងអត់ធ្វើអីទេអត់មានធ្វើអីទេអ្នកស្រុកអ្នកភូមិខ្លះហ្នឹងគាត់ថាគាត់កើតមកចេះឃើញតែឃើញគាត់និយាយស្ដីតែគាត់គិតតែគាត់តែ
ចេះដែលឃើញគាត់ធ្វើបន់នេះទេណាយើងគាត់ធ្វើបន់ទេអាគេទៅវត្តទៅវាយលោគាត់នឹងប្តីប្រពន្ធកូនចៅនឹងហូបបាយនេះហ្នឹងហើយអ្នកមកគ្រូសានឹងទៅនឹងអាគេនឹងធ្វើបន់តាមក្នុងផ្ទះនឹងគ្រប់តែក្នុងផ្ទះទៅមុនលោកឆាន់នួនលោកសូត្រ4អីចឹងទៅគាត់ដែរចេះឃើញមុនលោកឡើងលើផ្ទះម្ដងទេអីចេះណាញ៉ាំនឹងបុគ្គលទី4ហ្នឹងក៏ណាអញ្ចឹងនឹងអាត្មាលើកឡើងពីនឹងបុគ្គល4ពួកហ្នឹងនឹង4ពួកហ្នឹងថានឹងលើកនៅពធដែលជាប់តេតិនទៅនឹងបុគ្គល4ពួកដែរដែលមិនគូប្រមាទអញ្ចឹងថ្ងៃស្អែកចាំតនីលើកឡើងមកសម្ដែងពីបុគ្គល4ពួកដែលមិនគូប្រមាទមិនគូមើលងាយមាន4ពួកដែរតែឥឡូវលើកឡើងទៅបុគ្គល4ពួកហ្នឹងដែលលោកប្រៀបធៀបថាបុគ្គលក្នុងโลกនេះដែលមាននៅក្នុងโลกហ្នឹងគឺប្រៀបបានទៅនឹងភ្លៀងមេឃចម្រើនពរអញ្ចឹងណាខ្ញុំយល់ទេញាតិញោមហ្នឹងហើយអញ្ចឹងសរុបសេចក្តីដល់បុគ្គល4ពួកហ្នឹងទី1ហ្នឹងហើយហ្នឹងកើលន់ហ្នឹងហើយនៅបន្ទោតែអត់មានភ្លៀងទេទី1ទី2ហ្នឹងទី2ហ្នឹងគឺថាអត់មានផ្កើលន់នេះទេភ្លៀងមកត្មងទី3គឺថាផ្កើក៏ផ្កើនិងកើលន់ហ្នឹងក៏ផ្កើភ្លៀងក៏ភ្លៀងហើយបុគ្គលទី4ភ្លៀងហ្នឹងបានន័យថាផ្កើក៏មិនផ្កើភ្លៀងក៏មិនភ្លៀងដែរនេះខ្ញុំយល់ទេយល់ហើយស្មាលើកឡើងសម្ដែងនឹងមកឧទាហរណ៍នឹងមកបានច្រើនមកហើយហ្នឹងហើយអញ្ចឹងញាតិញោមយកបុគ្គលណាយកបុគ្គលនឹងទី1បានដល់ផ្កើទេតែអត់ភ្លៀងទេញាតិញោមណាហ្នឹងហើយយកបុគ្គលទី2និងបុគ្គលទី3đóណាហ្នឹងហើយបុគ្គលទី1មិនបាច់យកទេបុគ្គលទី4ក៏មិនបាច់យកដែរយកបុគ្គលទី1និងបុគ្គលទី2បុគ្គលទី2និងបុគ្គលទី3នឹងភ្លៀងអត់ផ្កើហ្នឹងហើយបុគ្គលទី3គឺថាភ្លៀងក៏ភ្លៀងផ្កើក៏ផ្កើដែរហ្នឹងហើយញាតិញោមថាក៏ថាធ្វើក៏ធ្វើដែរហ្នឹងហើយមិនបានថាអត់ធ្វើណាហ្នឹងអញ្ចឹងញាតិញោមកំពុងតែស្ដាប់ពធហ្នឹងស្ដាប់ហើយនឹងចូលចិត្តធ្វើផងប្រព្រឹត្តធម៌បដិបត្តិធម៌ហ្នឹងហើយដោះសម្អាតចិត្តខ្លួនឯងបានពោលអញ្ចឹងណាកណាហើយក្នុងនឹងផងដែរបានពោលផងដែរថ្ងៃមុនហ្នឹងគឺព្រះអង្គគ្រូព្រះធម្មវិបស្សនានិងព្រះបណ្ឌិតហ្នឹងព្រះកណយុហ្នឹងបានចូលមកសម្ដែងចម្រើនពរព្រះអង្គគ្រូនឹងយកតីយទាននឹងទៅវេផាត់ឬក៏ប្លង់នៅនឹងវត្តបាក់ណាមណាញាតិញោមវត្តបាក់ណាមនៅខាងព្រំដែនវៀតណាមមកញាតិញោមណាហ្នឹងហើយអញ្ចឹងញាតិញោមពុទ្ធបរិស័ទដែលបានស្ដាប់ឮអីហ្នឹងក៏ចម្រើនពរចូលរួមនឹងចូលរួមជួយមកឡើងរថយន្តនៅវត្តឋានណាញាតិញោមថ្ងៃទី3ហ្នឹងណាថ្ងៃទី1ណាញាតិញោមណាស្អែកថ្ងៃទី2ខាន់ស្អែកអញ្ចឹងចូលវិជុថ្ងៃស្អែកបានមួយថ្ងៃទៀតថ្ងៃស្អែកគាត់ជាព្រះអង្គគ្រូចូលផ្ទាល់ហើយដល់ពេលថ្ងៃទី3ហ្នឹងអត់បានចូលទេគឺត្រូវថលាក់ទៅបាត់ហើយអញ្ចឹងចម្រើនពរពុទ្ធបរិស័ទទាំងអស់ដែលបានកំពុងស្ដាប់តាមវិទ្យុនៅរាជធានីភ្នំពេញហ្នឹងហើយនៅខាងហ្នឹងហើយខណ្ឌចកាមើលខណ្ឌច្បារអំពើខណ្ឌណាអីចាំអស់ទេប៉ុន្តែនៅរាជធានីភ្នំពេញទាំងមូលហ្នឹងញាតិញោមដែលបានស្ដាប់ពធហ្នឹងហើយនៅខាងស្រុកអរិយក្សត្រនៅខាងហ្នឹងហើយខាងរវាអែមខាងគៀនស្វាយហ្នឹងហើយនៅខាង
ណាស្រុកពញាលឺអីហ្នឹងញាតិញោមណាញាតិញោមជួយទៅចូលរួមយើងទៅប្រគេនតេយ្យទានប្រសង់នៅខាងវត្តបាក់ណាមព្រំបដាក់ព្រំបន្ទួលដែនខ្មែរវៀតណាមណាញាតិញោមនៅខាងស្រុកកោះធំញាតិញោមនៅខាងស្រុកកោះធំចឹងបងគ្រូនាំយកទៅប្រកាសប្រកោកហ្នឹងណាញាតិញោមប្រកាសឲ្យប្រកោកឲ្យកើលន់ឲ្យភ្លៀងផងណាញាតិញោមហ្នឹងហើយមិនគាត់ទៅប្រកាសប្រកោកប្រាប់ញាតិញោមទៅតញាតិញោមចូលទៅហើយដល់ពេលហ្នឹងអត់ទៅប្រកាសអត់ទៅអត់ទេញាតិញោមត្រូវតែទៅទោះបីប្រមាណក៏ដោយញាតិញោមចូលទៅតិចច្រើនđấyគឺត្រូវតែទៅឯងបានតិចបានច្រើនតាមហ្នឹងណាប៉ុន្តែបុណ្យលោកគ្រូប្រធានបាសនាលោកនឹងបុណ្យច្រើនណាញាតិញោមចូលទៅណាទាំងញាតិញោមចូលទៅចិត្តហ្នឹងទេជិះនឹងបើនិយាយទៅជិះមិនដល់1ម៉ោងទេបើយើងជិះទៅមិនស្ទះមិនរអួលអីណាញាតិញោមនិយាយថា1ម៉ោងចុះផ្លូវហ្នឹងទៅស្មានចាំច្បាស់ដែរចាំមើលចាំព្រោះនៅខាងហ្នឹងមានញោមនឹងឯមហាបាសិកាគង់សុខុមដែលមាននៅពោះនៅវត្តហ្នឹងស្ថិតនៅក្នុងដូចនៅក្នុងក្រុងសំពើលូនហ្នឹងហើយខេត្តកណ្ដាលហ្នឹងចម្រើនពរណាអញ្ចឹងចម្រើនពរជួយញោមពុទ្ធបរិស័ទទាំងអស់ចូលរួមប្រគេនប្រសង់ណាវត្តនៅជាប់ទួលដែនព្រំដែនហ្នឹងញាតិញោមហ្នឹងហើយពួកយើងមិនបានទៅកាន់កំភ្លើងកាន់ពុទ្ធអីទេញាតិញោមណាយើងចូលរួមពុទ្ធប្រសង់ក៏មានតួនាទីការពារមើលទីកន្លែងទីធ្លានិងព្រំដែនហ្នឹងញាតិញោមចូលទៅល្អពិសេសណាញាតិញោមយើងធ្វើជាខែពួកមានតែមនុស្សហ្នឹងឯងដែលជារបងទោះបីយើងធ្វើរបងដល់មេឃក៏ដោយបើមនុស្សមិនទៅថែមិនទៅមើលទេនៅតែគេយកនៅតែគេផ្សេងពេលហ្នឹងបើមនុស្សនៅហ្នឹងអាហ្នឹងគេជាមនុស្សគេហៅថាវចនានុក្រមរស់យើងញាតិញោមគេហៅធ្លាប់ឮវចនានុក្រមគឺសភៅហ្នឹងមួយទៀតវចនានុក្រមរស់គឺមនុស្សនេះហ្នឹងហើយផែនទីរស់និងផែនទីណាស្លាប់ផែនទីរស់គឺមនុស្សហ្នឹងរួមជាមួយនឹងហត្ថលេខីពួកបាននិយាយឲ្យបានសរសេរទៀតអានឹងមិនទៅជឿអញ្ចឹងណាញោមអញ្ចឹងញាតិញោមពុទ្ធបរិស័ទដែលបានស្ដាប់ហើយចម្រើនពរចូលរួមផងណាញាតិញោមណាថ្ងៃទី3ខែ9ហ្នឹងអាហ្នឹងថ្ងៃទី1ណាថ្ងៃទី3ហ្នឹងញាតិញោមណាចូលទៅអាចចូលតាក់ទងមកប្រព័ន្ធទូរស័ព្ទលេខទូរស័ព្ទរបស់ខ្ញុំគណៈអាត្មាភាពនឹងក៏បានតាក់ទងទៅព្រះអង្គគ្រូបឋមវិបស្សនានឹងក៏បានដែរណាញាតិញោមព្រោះនឹងញាតិញោមចង់ចូលទៅក៏ប្រាប់មុនដែរដើម្បីអាត្មារកឡានជួលដើម្បីញាតិញោមជិះទៅណាញាតិញោមព្រោះហើយញាតិញោមចូលទៅប្រាប់ផងតាមប្រព័ន្ធទូរស័ព្ទមកខលមកនឹង099 55 1190 កុដណាញាតិញោម099 55 1190 កុដនឹងញាតិញោមពុទ្ធបរិស័ទចូលទៅបានក្រែងក៏នឹងអធម្មណាញាតិញោមណានឹងសង្ឃឹមថាពុទ្ធបរិស័ទញាតិញោមបានចូលទៅបានស្ដាប់ហើយបានចូលទៅហ្នឹងហើយបើថាมันបានចូលទៅទេញាតិញោមចូលរួមចំណែកមកចម្រើនពរចូលរួមចំណែកតាមនឹងទៅណាញាតិញោមណាប្រសងនៅទីនោះនឹងយើងមានច្រើនក៏មានពុទ្ធបរិស័ទនៅទីនោះយើងចែកជូនដល់ពុទ្ធបរិស័ទផងនឹងជួទានណាពួកកន្លែងនោះគឺកន្លែងទួលដែនចម្រើនពរអញ្ចឹងហ្នឹងហើយអញ្ចឹងប្រហែលប៉ុណ្ណឹងណាញាតិញោមអញ្ចឹងចូលក្រុមពុទ្ធបរិស័ទបានស្ដាប់ហើយចូលរួមគណៈក្នុងការដង្ហែតេយ្យទានប្រគេនព្រះសង្ឃនៅវត្តបាក់ណាមខាងទួលដែនព្រំប្រទួលវៀតណាមណាញាតិញោមណាព្រំទួលវៀតណាមគណៈប្រមាណប៉ុណ្ណឹងទៅចុះពុទ្ធបរិស័ទដែលបានកំពុងតែស្ដាប់និងករណីកំពុងតែស្ដាប់ដែលខ្ញុំប្រកាសអាត្មាភាពលើកឡើងមកនេះមានការលើលោកខ្វះខាតសេចក្តីពធណាក៏សូមខន្តីព្រៃតោះលើកបុណ្យកុសលការឡើងពីធម្មទាននេះប្រគិនប្រគុណម្ចាស់ញាតិញោមពុទ្ធបរិស័ទ
ទាំងអស់បានសេចក្តីសុខសេចក្តីចម្រើននិងបានជាបច្ច័យរួចផុតចាកទុក្ខពេលនេះខ្ញុំបកករណាសូមនមស្ការក្រាបថ្វាយបង្គំលានិងចម្រើនពលា